ស្នងការព្រៃវែងស្នងការព្រៃវែងបំភ្លឺជូនអ្នកព័ត៌មានរបៀបស្ងាត់ស្ងាត់ចូលចិត្តធ្វើការងារស្ងាត់ស្ងាត់មិនពាក់ព័ន្ធទេរឿងដាក់$10,000ក្នុងមួយខែអំណាចពេញដៃតួនាទីស្នងការជាអ្នកការពារច្បាប់ការពាររដ្ឋធម្មនុញ្ញការងារស្នងការរងកាងជំរិតឈ្មួញហើយក្នុងដែនអំណាចខ្លួនមិនដឹងសួរថាបទល្មើសនានាកើតនៅក្នុងខេត្តព្រៃវែងមិនវីវទេអីបើរឿងក្បែកក្លៀកមិនដឹងមិនពាក់ព័ន្ធហើយប្រជាជនអត់ជឿរឿងល្អបង្ហោះលឿនរឿងមិនល្អបំភ្លឺស្ងាត់ស្ងាត់នេះឬជាស្នងការដែលជួយសម្ដេចឬជាស្នងការជាន់សម្ដេចសូមអគ្គស្នងការនិងរដ្ឋមន្ត្រីមហាផ្ទៃពិនិត្យមើលសមត្ថភាពធ្វើការងារនិងសុខភាពក្រែងមាន ADN មិនល្អប៉ះពាល់ដល់ដំណើរការនីតិរដ្ឋនៅក្នុងបកកាន់អំណាចអ្នកដែលមានសំណាងជាងគេគឺត្រកូលគាត់ហើយដែលបានឱកាសកាន់តំណែងស្នងការដែលហោះពីក្រសួងតួនាទីជាប្រធាននាយកដ្ឋានទៅទៀតហើយមានបងជាស្នងការខេត្តកណ្ដាលជាប់ព្រំប្រទល់រដ្ឋបាលគ្នានេះជាឱកាសខ្ពស់ណាស់ដែលខ្សែស្រឡាយថ្នាក់ដឹកនាំមជ្ឈិមក្រាក់មួយចំនួនរកតែកូនធ្វើស្នងការមិនបានផងរឿងនេះមើលទៅធម្មតាតែមិនធម្មតាទេដែលការដឹកគោដឹកក្របីដឹកសត្វចេញពីច្រកត្រពាំងគ្រៀលខេត្តស្ទឹងត្រែងរហូតដល់ច្រកព្រំដែនខេត្តព្រៃវែងតើព្រៃវែងស្ទឹងត្រែងមានទំនាក់ទំនងគ្នាអត់បើតាំងពីច្រកចូលរហូតដល់ច្រកចេញសូមគិតម្ដងទៀតដើម្បីកម្ពុជា